để thêm bao bì hai vì là thực khó là chuyện về đam về tiền mà đây sao cha bị chạm vào đất đó đem liên quan tâm biến tin ít có đôi chân trong một quan số không ai cha nên khi nhóm mua Australia thì sang ca đây đông nam ai là bộ được tới đi đây luôn những trai trai đểក្រុមហ៊ុន Omega វិខែចាហើយថ្ងៃនេះដែរនេះខ្ញុំសូមបង្ហាញជូនលោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹងឱសថផ្លាគ្រីលចាឱសថផ្លាគ្រីលគឺជាក្លូពីដូក្រែលេខ75មីលីក្រាមចាដោយលោកគ្រូអ្នកគ្រូបានជ្រាបហើយតាក់ទងជាមួយនឹងផលវិបាកនៃការប្រមូលផ្ដុំនៃផ្លាកែតបណ្ដាលមានដុំជំងឺដូចជា MI stroke ក៏ដូចជា PAD ផងដែរចាអញ្ចឹងឱសថផ្លាគ្រីលគឺជា anti platelet ដែលជួយការពារការកកស្អិតផ្លាកែតនៅក្នុងសរសៃឈាមចាធ្វើឲ្យលំហូរនៃសរសៃឈាមរបស់អ្នកជំងឺហ្នឹងគឺបានរលូនល្អផងដែរចាតែអញ្ចឹងបងអូនសូមរីម៉ាញលោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹង mode action ចាដោយលោកគ្រូអ្នកគ្រូជ្រាបហើយនៅពេលណាដែលមានការដាច់រលាត់ចាធ្វើឲ្យមានការបញ្ចេញនៅ ADP ចាហើយ ADP វាក៏ទៅតោងភ្ជាប់ជាមួយនឹង receptor របស់វាហើយទៅជាសកម្មភាពក្នុងការបញ្ចេញទៅជា protein glycoprotein ចាដែលធ្វើឲ្យមាន blood clot នេះផងដែរចាអញ្ចឹងយើងអាចប្រើប្រាស់ឱសថផ្លាគ្រីលដែលជា clopidogrel ចាគឺវាចូលទៅវានឹងខ្លាយទៅជា active metabolite clopidogrel ដែលអាចទៅតោងភ្ជាប់ជាមួយនឹង receptor ADP បានអញ្ចឹង bacteria ដែលធ្វើឲ្យមាន blood clotting នេះគឺត្រូវបានកាត់ផ្ដាច់តែដោយលោកគ្រូអ្នកគ្រូជ្រាបហើយតាក់ទងជាមួយនឹងឱសថផ្លាគ្រីលយើងមានការសិក្សាច្រើនចាតែដោយនៅក្នុងនេះដែរយើងមានការសិក្សា compare ជាមួយនឹងឱសថ aspirin ដែលការសិក្សានេះយើងធ្វើទៅលើអ្នកជំងឺច្រើនមែនទែនរហូតដល់ 19185 អ្នកផងដែរចាដោយលោកគ្រូអ្នកគ្រូឃើញនៅក្នុងការសិក្សានេះយើង compare ជាមួយនឹង aspirin ឃើញថាអ្នកជំងឺដែលបានប្រើប្រាស់ clopidogrel គឺវាជួយកាត់បន្ថយហានិភ័យនៃជំងឺដូចជា MI stroke ក៏ដូចជា vascular death ហ្នឹងបានរហូតដល់ 8.7% ផងដែរចាមួយទៀតតកតងជាមួយនឹងការសម្រាប់ពេទ្យចាយើង compare ជាមួយនឹង aspirin នឹងដែរចាឃើញថាឱសថផ្លាគ្រីលវាជួយកាត់បន្ថយការសម្រាប់ពេទ្យហ្នឹងបានរហូតដល់ 9.1% ចានឹងមួយទៀតតកតងជាមួយនឹងសុវត្ថិភាពចា compare ជាមួយនឹង aspirin ឃើញថានៅ clopidogrel ហ្នឹងគឺមានសុវត្ថិភាពល្អជាង aspirin ផងដែរចាហើយមានការសិក្សាមួយទៀតតកតងជាមួយនឹង Stewart study ហ្នឹងគឺគេ compare ជាមួយនឹង aspirin ក៏ដូចជា clopidogrel បូកជាមួយនឹង aspirin ចាហើយការសិក្សាទៅលើអ្នកជំងឺ 12562 អ្នកនឹងដូចគ្នាចាបន្ទាប់ពីការសិក្សាហ្នឹងលោកគ្រូអ្នកគ្រូឃើញថាអ្នកជំងឺដែលគាត់បានប្រើប្រាស់ឱសថផ្លាគ្រីលបូកជាមួយនឹង aspirin ហ្នឹងឃើញថាវាជួយកាត់បន្ថយរីសហ្នឹងបានច្រើនរហូតដល់ 20% ចាល្អជាងអ្នកជំងឺដែលគាត់ប្រើតែ aspirin មួយមុខចាក៏ដូចជាតកតងជាមួយនឹង light threatening bleeding ហ្នឹងយើងឃើញថាអ្នកជំងឺដែលគាត់ប្រើប្រាស់ឱសថផ្លាគ្រីលហ្នឹងដូចសុវត្ថិភាពល្អដូចជាប្រើplacebo អញ្ចឹងចាទៅតាម data នេះចាហើយនេះគឺជា pharmacokinetic របស់ឱសថផ្លាគ្រីលដោយលោកគ្រូជ្រាបហើយការ absorption របស់វាបាន 50% ទេម៉ាក់រយៈពេល1ម៉ោងហើយ half life មាន8ម៉ោងចាហើយ protein binding រហូតដល់ 94% ចាហើយការបញ្ចេញចោលនៅក្នុងទឹកនោម 50% និងនៅក្នុងលាមក 46%ចាហើយការប្រើប្រាស់ដូសវិញលោកគ្រូយើងអាចប្រើទៅលើអ្នកជំងឺដែលមាន ACS ហ្នឹងរហូតដល់4គ្រាប់ 300 មីលីក្រាម loading dose ចារយៈពេល3ម៉ោងហ្នឹងដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺទាន់ពេលវេលាចាបន្ទាប់មកថ្ងៃទី2យើងប្រើមួយថ្ងៃ1គ្រាប់ទេចាតកតងទៅលើ MI recent stroke ឬ PAD ចាលោកគ្រូអាចប្រើប្រាស់តែមួយថ្ងៃ1គ្រាប់ទេចានេះក្រាបអាហារជូនលោកគ្រូប្រើរយៈពេល3ម៉ោង4គ្រាប់ស្មើនឹង300មីលីក្រាមហ្នឹងឃើញថាតូ maximum របស់វាហ្នឹងplaquette inhibition ហ្នឹងគឺបានឡើងខ្ពស់ក្នុងរយៈពេល3ម៉ោងបន្ទាប់មកថ្ងៃទី2យើងប្រើប្រាស់តែមួយថ្ងៃ1គ្រាប់ទេចានេះរូបតំណាងតកតងជាមួយនៅក្នុងសៃឈាមចាលោកគ្រូដែលបានប្រើប្រាស់ឱសថផ្លាគ្រីលទៅលើអ្នកជំងឺឃើញថាវាជួយបំបែកដុំផ្លាកែតដែលស្អិតជាប់នឹងសៃឈាមហ្នឹងចាអញ្ចឹងធ្វើឲ្យលំហូរនៃសៃឈាមរបស់អ្នកជំងឺហ្នឹងគឺបានរលូនល្អចាហើយចឹងជាសរុបមកវិញលោកគ្រូឱសថផ្លាគ្រីលគឺក្នុងមួយប្រអប់វាមាន28គ្រាប់ចាហើយគុណភាពសុវត្ថិភាពល្អជាងឱសថ aspirin ផងដែរចាហើយនេះគឺជាផលិតផលរបស់ Labo Dr. D ចាយើងមានថ្នាំបញ្ចុះសម្ពាធឈាម3ក្រុមទៀតដែរលោកគ្រូប្រហែលជាបានស្គាល់ខ្លះហើយតកតងជាមួយនឹងថ្នាំរបស់ខាង Labo Dr. D ចាដែលមានឱសថ Resilo ជាឡូសាតង់លេខ25និងលេខ50មីលីក្រាមចាអាចប្រើទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមថ្មីក៏ដូចជាអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមហើយគាត់មានជំងឺទឹកនោមផ្អែមទៀតចាដែលខាង Dr. D មាន2លេខដែរលោកគ្រូគឺ Resilo លេខ25និង Resilo លេខ50
ចានឹងក៏មានសុទ្ធស្នាមឡូដែរជាអំឡូឌីពីនលេខ5និងលេខ10មីលីក្រាមដែរដែលមានវត្តមាននៅលើព្រះរាជាណាចក្រកម្ពុជាជិត30ឆ្នាំហើយទាំងគុណភាពក៏ដូចជាតម្លៃចាលោកគ្រូអ្នកគ្រូទទួលយកដោយប្រសិទ្ធភាពក៏គុណភាពរួមទាំងតម្លៃសមរម្យនឹងមានថ្នាំបញ្ចុះសម្ពាធឈាមមួយក្រុមទៀតដែរលោកគ្រូអ្នកគ្រូគឺយើងមានក្រុម ACEI ចាអ៊ីណាមដែលលោកគ្រូអ្នកគ្រូអាចប្រើទៅលើអ្នកជំងឺដែលមានបញ្ហាលើសម្ពាធឈាមក៏ដូចជាអ្នកជំងឺបញ្ហាលើសម្ពាធឈាមហើយទឹកនោមផ្អែមក៏អាចប្រើប្រាស់ក្រុម ACEI នេះបានដែរចានឹងខាងរបបដុកទ័ររីក៏មានថ្នាំតាក់ទងជាមួយនឹងបញ្ហាកាពះដែរគឺយើងមានអូមេប្រាហ្សលចាដែលជាថ្នាំមួយដែលមានប្រសិទ្ធភាពគុណភាពល្អអត់ចាញ់អូមេប្រាហ្សលផ្សេងនៅលើទីផ្សារតាក់ទងជាមួយនឹងតម្លៃក៏ដូចជាគុណភាពរបស់ឱសថផងដែរចាដែលក្របថ្នាំរបស់ឱសថហ្នឹងគឺយើងរុំស្របរហូតដល់3ស្រទាប់ចាអញ្ចឹងហើយលោកគ្រូអ្នកគ្រូអាចប្រើដោយមានទំនុកចិត្តមកតាក់ទងជាមួយនឹងសុវត្ថិភាពរបស់ឱសថអូមេចាចាអញ្ចឹងការបង្ហាញតាក់ទងជាមួយនឹងឱសថខាងរបបដុកទ័ររីគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងជួយគ្រប់គ្រងតាក់ទងជាមួយនឹងឱសថខាងរបបដុកទ័ររីផងដែរចាសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដឹងថាយ៉ាងម៉េចបាទដោយសារតែគុំទៅស្គាល់យ៉ាងតិចអញ្ចឹងយើងសម្រាប់ចូលចឹងណាតិចបើយើងនឹងសម្រាប់ពេល1ម៉ោងហើយមក20នាទីយើងនឹងចូលវិញបាទមក1នាទីអត់យល់តែកុំព្យូទ័រទៅទាំងហ្នឹងហើយដាក់ផ្សេងទៅដាក់ផ្សេងអូខេហ្នឹងណាខ្ញុំទៅស្ទុកមកជួយដល់ទៅទៅតែអ៊ីនស្រីជាប់ហើយវា extension អត់ extension អូនេះក៏បាទយើងសម្រាប់អាហារថ្ងៃត្រង់រយៈពេល1ម៉ោងបាទសូមអរគុណ